សូមស្វាគមន៍មកកាន់កម្មវិធីពិភព Photoshop ទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំឲ្យអ្នកទាំងអស់គ្នាចេះអំពីរបៀបដែលធ្វើឲ្យរូបភាពមានលក្ខណៈ 3D បាទអញ្ចឹងថ្ងៃនេះគឺវីដេអូមួយនេះគឺអត់សូវយូរប៉ុន្មានទេដោយសារតែអត់សូវមានលក្ខណៈស្មុគស្មាញច្រើនបាទអញ្ចឹងជាដំបូងយើងចូលយករូបភាពមួយណាដែលយើងចង់បានបាទបន្តមកទៀតគឺយើង copy រូបភាពមួយនេះ layer មួយនេះបាទហើយសម្រាប់ការ copy layer នេះគឺ control J គឺវា auto ហើយវាចេញមកឲ្យបាទបន្ទាប់មកគឺយើង click លើរូបភាព layer មួយនេះចំនួន2ដងបាទហើយយើងបំបត្តិគ្រីសលើអក្សរ G និងអក្សរ B បាទបន្ទាប់មកទៀតយើង control J ទៀតដើម្បី copy មួយទៀតហើយរូបភាពនេះដើម្បីកុំឲ្យមានការភ័ន្តច្រឡំគឺយើងលុបអានេះចេញយើងដាក់ឈ្មោះខ្លួនឯង red មានន័យថាវាlayer មួយហ្នឹងគឺពណ៌ក្រហមហើយមួយនេះគឺពណ៌សំទោសបាទអញ្ចឹង layer មួយនេះគឺពណ៌នេះហើយយើង click លើវា2ដងមកយើងគ្រីសលើវាវិញហើយបំបត្តិអក្សរ G វិញតមកគឺអូខេអញ្ចឹងយើងបំបត្តិផ្នែកនេះសិនបាត់ background គឺយើងមើលអត់ឃើញ background ទេហើយយើងយកឈរលើពាក្យ red ហើយយើងប្រកាសថាវាជា tool អាចផ្លាស់ប្ដូររូបភាពបានហើយយើងចុចលើសញ្ញាព្រួញឆ្វេងស្ដាំលើក្រោមហ្នឹងអញ្ចឹងយើងចុចឈរលើ red ហើយយើងចុចមកខាងស្ដាំអង្គលវាមកខាងស្ដាំបាទបានប៉ុណ្្នឹងគេថាលក្ខណៈល្មមហើយយើងយកពាក្យសៀននេះម្ដងតបមកយើងរំកិលមកខាងឆ្វេងវិញបាទអញ្ចឹងនៅពេលមើលទៅលក្ខណៈថា 3D ហើយអូខេ click យក background វិញហើយហេតុអីបានយើង click យក background វិញដោយសារតែរូបភាពហ្នឹងគឺយើងនៅពេលដែលយើងរំកិលគឺវាដាច់នៅកែមខាងនេះអញ្ចឹងបន្ទាប់ពីយើងគ្រីសមកគឺវានឹងស្មើសាច់វិញតែម្ដងបាទគឺបែបនេះអញ្ចឹងនេះគឺជា file 3D ហើយចាំបាច់បង្កើតអញ្ចឹងធ្វើអីមើលទៅអញញ៉ៃសឹងអីហ្នឹងបាទតាមពិតគឺអញ្ចឹងមែននៅពេលដែលយើងមើលដោយគ្មានវ៉ែនតាតែបើសិនជាយើងមានវ៉ែនតា 3D រូបភាពនេះនឹងមានលក្ខណៈផុសហើយនេះគឺជាឧទាហរណ៍ក្នុងការឲ្យអ្នកទាំងអស់គ្នានឹងយល់អំពីរបៀបនៃការធ្វើរូបជាលក្ខណៈ 3D ទេបើអ្នកទាំងអស់គ្នាជាអ្នក design អញ្ចឹងអ្នកទាំងអស់គ្នាអាចស្វែងរករូបពស់ឬក៏រូបអ្វីអ្នកទាំងអស់គ្នាគាត់ថាវាពេលដែលយើងធ្វើ 3D ទៅវាអាចថាល្អបាទអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាចេះ save ហើយបាទចេះ save រូបនេះហើយក៏ប៉ុន្តែខ្ញុំចង់ប្រាប់ពីលក្ខណៈ save ដោយប្រើលើ shortcut អញ្ចឹងដើម្បី save ជាលក្ខណៈលើ shortcut គឺយើងចុច Control Alt និង Shift S បាទបន្ទាប់មកវានឹងបង្ហាញផ្ទាំងបែបនេះបាទអញ្ចឹងនៅពេលដែលយើងចង់ save យើងចុច save មកហើយទៅលើ folder ណាដែលយើងចង់ដាក់មកហើយយើងត្រូវ change ឈ្មោះដោយសារឈ្មោះរូបភាពនៅខាងក្នុងនេះហើយនឹងរូបភាពថ្មីនេះគឺឈ្មោះដូចគ្នាអញ្ចឹងយើងដាក់ផ្សេងមកបាទចុចដើម្បីក៏បានដែរឬក៏អ្វីដែលអ្នកចង់សម្គាល់ថាឧទាហរណ៍ថា 3D សំទោស 3D picture បាទជាការស្រេចអញ្ចឹងអរគុណសម្រាប់ការចូលរួមទស្សនានៅក្នុងវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនិងចាប់អារម្មណ៍សូម Subscribe ដើម្បីទទួលនៅវីដេអូនិងចំណេះដឹងថ្មីផ្នែក Design និងផ្នែកបច្ចេកវិទ្យាផ្សេងទៀតបាទសូមអរគុណ